រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺសូរដូចនឹងពាក្យការយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាសូរដូចពាក្យការដែលមានចំនួន11មានអត្ថន័យផ្សេងគ្នាសូមរីករាយស្ដាប់ដូចតទៅការទី1ថ្នាក់ពាក្យជានាមសរសេរកដាក់ស្រៈអាមានន័យថាបំពង់សម្រាប់ដាក់ទឹកធ្វើដោយលោហៈធាតុផ្សេងឬដោយដីលាយពណ៌យើងមើលរូបនេះគេហៅកាបច្ចុប្បន្នក៏គេហៅថាកែវបានដែរឧទាហរណ៍ការទឹកសម័យដើមប្រជាជនខ្មែរប្រើការសម្រាប់ដាក់ទឹកញ៉ាំការទី2សរសេរកដាក់ស្រៈអាថ្នាក់ពាក្យជាកិរិយាមានន័យថាសរសេរអាសយដ្ឋានគឺសរសេរឈ្មោះចុះឈ្មោះនៅលើលំនៅដែលអ្នកនឹងទទួលសម្បត្តិនៅស្រោមសម្បត្តិដែលនឹងផ្ញើទៅឧទាហរណ៍ការស្រោមសម្បត្តិការខ្នងសម្បត្តិការទី3ថ្នាក់សរសេរកសអានិងរថ្នាក់ពាក្យជាកិរិយាមានន័យថាមូសរសៃសូត្រសរសៃអំបោះដោយខ្នាឧទាហរណ៍យាយម៉ៅការសូត្របងស្រីការអំបោះការទី4ថ្នាក់សរសេរកសអានិងរថ្នាក់ពាក្យជាកិរិយាមានន័យថាបិទបាំងរៀងរាខត់ខាំងឧទាហរណ៍ការមិនអោយសត្រូវចូលមកឧទាហរណ៍ទី2ត្រីការកូនមេមន់ការកូនឆ្កែការកូនការទី5សរសេរកសអានិងរថ្នាក់ពាក្យជាកិរិយាមានន័យថារៀបចំអវាហៈវិវាហៈមង្គលផ្សំកូនប្រុសនិងកូនស្រីឲ្យបានជាគូស្វាមីភរិយាឧទាហរណ៍ការកូនការក្មួយស៊ីកាថ្ងៃនេះមានមនុស្សការច្រើនគូការទី6សរសេរកសអានិងរថ្នាក់ពាក្យជានាមមានន័យថាសេចក្តីដំណើរពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងដើម្បីធ្វើឲ្យទៅជានាមសព្ទឧទាហរណ៍សំពះជាកិរិយានៅពេលដែលយើងថែមការមកថាការសំពះคล้ายទៅជានាមយំស្រែកការយំស្រែកការហូបការសើចការដេកការដើរការទី7សរសេរកសអានិងរថ្នាក់ពាក្យជានាមមានន័យថាកិច្ចការឬការងារដែលត្រូវធ្វើឧទាហរណ៍សោភាខំធ្វើការទាំងអស់សុទ្ធតែមានប្រយោជន៍ការទី8សរសេរកសអាជើងរឬក៏កយោរបាទមានន័យថាថ្នាក់ពាក្យជានាមមានន័យថាកិច្ចឬអំពើដែលត្រូវធ្វើឧទាហរណ៍ការប្រណិតមានន័យកិច្ចការដ៏ប្រសើរស្មូនឆ្នាំងជាការដ៏សំខាន់នាសម័យបុរាណការទី9សរសេរកសអាណរបាទមានថ្នាក់ពាក្យជានាមមានន័យថាត្រចៀក
ឧទាហរណ៍ព្រះរាជាមានព្រះការវៃព្រះរាជាមានត្រចៀកវាងវៃព្រះពុទ្ធមានព្រះការវែងព្រះពុទ្ធមានត្រចៀកវែងការទី10សរសេរកសាអារោណទុននិឃាតថ្នាក់ពាក្យជានាមមានន័យថាហេតុឬដំណើរឧទាហរណ៍តោះការហើយឯងសេចក្តីរាយការណ៍នៅតាមផ្លូវមានមនុស្សច្រើនមិនដឹងមានការអ្វីការទី11សរសេរកសាអាថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍ពូការចុះទូក2ថ្ងៃហើយមីងការលក់នំមិនដាច់សរុបសេចក្តីមកសូរដូចនឹងពាក្យការមាន11ដែលមានអត្ថន័យផ្សេងគ្នាការទី1ថ្នាក់ពាក្យជានាមមានន័យថាបំពង់សម្រាប់ដាក់ទឹកការទី2សរសេរកដាក់ស្រៈអាថ្នាក់ពាក្យជាកិរិយាមានន័យថាសរសេរអាស័យដ្ឋានលើស្រោមសម្បុត្រការទី3សរសេរកសាអានិងរថ្នាក់ពាក្យជាកិរិយាមានន័យថាមូលសរសៃសូត្រការទី4សរសេរកសាអានិងរថ្នាក់ពាក្យជាកិរិយាមានន័យថាបិទបាំងរៀងរាខត់ខាំងការទី5ថ្នាក់ពាក្យជាកិរិយាសរសេរកសាអានិងរមានន័យថារៀបចំអវេហៈវិវេហៈមង្គលផ្សំបុរសនិងស្ត្រីជាគូការទី6សរសេរកសាអានិងរថ្នាក់ពាក្យជានាមមានន័យថាសេចក្តីដំណើរពាក្យប្រើមុខកិរិយាសព្ទការទី7សរសេរកសាអានិងរថ្នាក់ពាក្យជានាមមានន័យថាកិច្ចការឬការងារដែលត្រូវធ្វើការទី8សរសេរកសាអានិងរជើងយោឬកសាអានិងយោរបាទថ្នាក់ពាក្យជានាមមានន័យថាកិច្ចឬអំពើដែលត្រូវធ្វើការទី9សរសេរកសាអាណរបាទមានន័យថ្នាក់ពាក្យជានាមមានន័យថាត្រចៀកការទី10សរសេរកសាអារោណទុននិឃាតថ្នាក់ពាក្យជានាមមានន័យថាហេតុឬដំណើរការទី11សរសេរកដាក់ស្រៈអាសរសេរឲ្យតែបានមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខណ្ឌឬនៅព្រែកក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាអក្សរសាស្ត្រនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីៗដោយចិត្តពងប្រាថ្នាអក្សរសាស្ត្រជាដួងព្រលឹងជាតិរាត្រីសួស្តីសូមជម្រាបលា